ក្មេងប្រុសបានតាមម្ដាយទៅផ្សារទិញសាច់តែបែរជាលួចចាប់អារម្មណ៍នឹងកាំជួយរូបជាមដែលព្យួរនៅតូបលក់សាច់កូនចង់បានអីខ្ញុំថាខ្ញុំចង់បានកាំជួយរូបជាមនោះពេលត្រឡប់មកវិញក្មេងប្រុសបានយកកាំជួយរូបជាមមកដុសលុញជាច្រើនដងស្រាប់តែយកវាមកធ្វើជាចង្កៀងសម្រាប់បំភ្លឺហើយសកម្មភាពដែលនឹកស្មានមិនដល់របស់គេនេះនៅទីបំផុតបានផ្លាស់ប្ដូរជោគវាសនារបស់គេបានជោគជ័យក្មេងប្រុសនោះឈ្មោះជាអ៊ីនកើតនៅក្នុងគ្រួសារក្រីក្រណាស់ប៉ុន្តែការស្រេកឃ្លានចំណេះដឹងរបស់គេខ្លាំងមែនទែនរាល់ពេលញ៉ាំបាយហើយជឿអ៊ីនតែងតែចាប់សៀវភៅឡើងរត់ទៅក្រៅទ្វារភ្លាមប្រណាំងជាមួយពេលវេលាដើម្បីដេញតាមកាំរស្មីចុងក្រោយនៃព្រះអាទិត្យសង្ឃឹមថានឹងបានអានសៀវភៅបន្ថែមទៀតបន្តិចជិតដល់ចូលឆ្នាំថ្មីហើយឪពុកម្ដាយកំពុងព្រួយបារម្ភពីជីវភាពគ្រួសារម្ដាយចង់ទិញសម្លៀកបំពាក់ថ្មីឲ្យកូនតែគ្រួសារពិតជាគ្មានប្រាក់សន្សំសេះសល់ទេគ្រួសារយើងឯណាមានលុយធ្វើសម្លៀកបំពាក់ម្យ៉ាងវិញទៀតដល់រដូវវស្សាហើយផ្ទះក៏ត្រូវជួសជុលដែរខ្ញុំបានគិតទុកជាមុនហើយអ្នកចង់និយាយថាលក់ជាមមែនទេគួរឲ្យស្ដាយណាស់ប៉ុន្តែដោយសារតែតម្លៃទីផ្សារមិនល្អឪពុកលក់ជាមបានលុយត្រឹមតែទិញម្ហូបសាបសាមញ្ញមួយចំនួនប៉ុណ្ណោះលុយដែលនៅសល់ស្ទើរតែមិនគ្រប់គ្រាន់ដើម្បីឆ្លងកាត់រដូវរងាម្ដាយក៏សម្រេចចិត្តយកធនធានទាំងនេះមកត្បាញក្រណាត់